ស្ដីប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីព័ត៌មាននៅព្រឹកថ្ងៃទី16ខែតុលាឆ្នាំ2025យោងកាសែត Reuters ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះបានដាក់ទណ្ឌកម្មបណ្ដាញពហុជាតិដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ដែលត្រូវបានចោទប្រកាន់ពីបទប្រតិបត្តិការមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតទ្រង់ទ្រីធំដែលបានប្រើប្រាស់កម្មករដែលត្រូវបានជួញដូរដើម្បីបោកប្រាស់ជនរងគ្រោះនៅជុំវិញពិភពលោករដ្ឋាភិបាលអង់គ្លេសបាននិយាយថាមជ្ឈមណ្ឌលដែលមានទីតាំងនៅប្រទេសកម្ពុជាមីយ៉ាន់ម៉ានិងទូទាំងតំបន់បានប្រើប្រាស់ការផ្សាយពាណិជ្ជកម្មคล้ายៗដើម្បីទាក់ទាញកម្មករដែលបន្ទាប់មកត្រូវបានបង្ខំឲ្យប្រព្រឹត្តការក្លែងបន្លំតាមអ៊ីនធឺណិតក្រោមការគំរាមកំហែងនៃការធ្វើទារុណកម្មនេះរួមបញ្ចូលទាំងការទាក់ទាញជនរងគ្រោះឲ្យចូលទៅក្នុងទំនាក់ទំនងស្នេហាคล้ายៗមុនពេលបញ្ចុះបញ្ចូលពួកគេឲ្យវិនិយោគប្រាក់ជាច្រើនចូលទៅក្នុងវេទិការូបិយប័ណ្ណក្លែងបន្លំរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cooper បាននិយាយថាមេខ្លោងនៅពីក្រោយមជ្ឈមណ្ឌលបោកប្រាស់ដ៏គួរឲ្យរន្ធត់ទាំងនេះកំពុងបំផ្លាញជីវិតជនរងគ្រោះនិងទិញផ្ទះនៅទីក្រុងឡុងដើម្បីទុកលុយរបស់ពួកគេក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថាខ្លួនបានអនុវត្តនៅអ្វីដែលខ្លួនបានពិពណ៌នាថាជាសកម្មភាពដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយផ្ដោតលើមនុស្ស146នាក់នៅក្នុងអង្គការឧក្រិដ្ឋកម្ម Brin Group ដែលចក្រភពអង់គ្លេសក៏បានដាក់ទណ្ឌកម្មផងដែរទណ្ឌកម្មរបស់ចក្រភពអង់គ្លេសបានកំណត់គោលដៅអង្គការចំនួន6និងបុគ្គលិកចំនួន6នាក់ផ្សេងទៀតរួមទាំងប្រធានក្រុមហ៊ុន Prince Group មហាសិទ្ធិខ្មែរចិនឈិនស៊ីដែលសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានចោទប្រកាន់ថាបានកសាងបណ្ដាញដែលប្រើប្រាស់សម្រាប់ការបោកប្រាស់តាមអ៊ីនធឺណិតឈិនស៊ីអាយុ38ឆ្នាំត្រូវបានចោទប្រកាន់កាលពីថ្ងៃទី8ខែតុលានៅក្នុងតុលាការសហព័ន្ធ Brooklyn ពីបទសំគំនិតក្លែងបន្លំតាមបណ្ដាញនិងសំគំនិតក្នុងការលាងលុយអាជ្ញាសហរដ្ឋអាមេរិកបាននិយាយថាឈិននិងសហការីរបស់គេបានជំរុញការងារពលកម្មដោយបង្ខំនៅក្នុងប្រទេសកម្ពុជាដែលជាកន្លែងដែលមនុស្សត្រូវបានឃុំខ្លួនប្រឆាំងនឹងឆន្ទៈរបស់ពួកគេនៅក្នុងការអនុវត្តគម្រោងក្លែងបន្លំការវិនិយោគរូបិយប័ណ្ណគ្រីបតូបន្ទាប់មកឈិនត្រូវបានចោទប្រកាន់ថាបានលាងលុយកខ្វក់តាមរយៈល្បែងអនឡាញនិងក្រុមហ៊ុនរុករករ៉ែ Cryptocurrency ព្រះរាជអាជ្ញាបាននិយាយថាពួកគេបានរឹបអូសបានប្រហែល127,271 Bitcoin ឬស្មើនឹង $14.2 ពាន់លានជាមូលនិធិដែលអាចបានមកតាមរយៈអំពើឧក្រិដ្ឋកម្មឥឡូវនេះពួកគេកំពុងស្វែងរកការយល់ព្រមពីតុលាការដើម្បីទទួលយកការផ្អាប់ទុកជាអចិន្ត្រៃយ៍នៃ Bitcoin នៅក្នុងអ្វីដែលពួកគេបាននិយាយថាជាសកម្មភាពរឹបអូសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់នាយកដ្ឋានយុតិធម៌ Pin Group និងឈិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអធិប្បាយនេះទេ